การលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវត្រូវបានបញ្ចូលជាអត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងខេត្តកំពង់ធំនៅថ្ងៃទី24 ខែឧសភាឆ្នាំ2025ឯកឧត្តម ហាំវ៉ាន់ឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងជាប្រធានគណៈកម្មាធិការសម្រាប់សម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធបានប្រកាសដាក់ឲ្យអនុវត្តសាកល្បងគម្រោងលើកកម្ពស់អនាម័យម្ហូបអាហារតាមដងផ្លូវជាផ្នែកមួយនៃយុទ្ធនាការផ្សព្វផ្សាយនិងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងមូលដ្ឋានខេត្តកំពង់ធំកំណត់ផ្ដួចផ្ដើមនេះមានចែងក្នុងយុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងត្រូវបានឯកឧត្តមនួនផារតអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំស្នើសុំឲ្យគណៈកម្មាធិការជួយដឹកនាំសម្របសម្រួលក្នុងគោលដៅគាំទ្រអាជីវករលក់ម្ហូបអាហារតាមដងផ្លូវក្នុងខេត្តឲ្យអនុវត្តគោលការណ៍អនាម័យស្អាតដើម្បីលើកកម្ពស់សុខភាពសាធារណៈនិងទាក់ទាញភ្ញៀវទេសចរសម្រាប់ខេត្តថ្លែងទៅកាន់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ300នាក់ក្នុងយុទ្ធនាការផ្សព្វផ្សាយលើកទី5នេះឯកឧត្តម ហាំវ៉ាន់ឌី បានលើកឡើងថាតាមរយៈការអនុវត្តគោលការណ៍អនាម័យសាមញ្ញដូចជាការស្លៀកពាក់ការលាងសម្អាតការទុកដាក់បន្លែសាច់និងសម្រាមជាដើមនេះបងប្អូននឹងការពារអ្នកទទួលទានដែលជាអតិថិជនព្រមទាំងអាចពង្រីកឱកាសអាជីវកម្មរបស់ខ្លួនឯងផងនិងកសាងមុខមាត់សម្រាប់ខេត្តកំពង់ធំយើងផងសម្រាប់គម្រោងសាកល្បងនេះអ្នកជំនាញផ្នែកអនាម័យម្ហូបអាហារនិងសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាននិងអាជីវករលក់ម្ហូបអាហារតាមដងផ្លូវមួយចំនួនដែលស្ម័គ្រចិត្តចូលរួមដើម្បីផ្តល់ការបណ្ដុះបណ្ដាលនិងអនុវត្តគោលការណ៍អនាម័យម្ហូបអាហារឯកឧត្តមរដ្ឋមន្ត្រីបានពន្យល់អំពីអត្ថប្រយោជន៍នៃការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរួមមានការទទួលបានអត្តសញ្ញាណផ្លូវការលើកលែងកាតព្វកិច្ចផ្នែកពន្ធដារអត្ថប្រយោជន៍បេឡាជាតិសន្តិសុខសង្គមការគាំពារសង្គមការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការនិងការអភិវឌ្ឍអាជីវកម្មជាដើមនៅក្នុងយុទ្ធនាការនោះឯកឧត្តមនួនផារតក៏បានរំលេចនៅសមិទ្ធផលជាច្រើនរបស់ខេត្តរាប់ចាប់តាំងពីការទប់ស្កាត់ការទន្ទ្រានដីសាធារណៈនិងការផ្ដល់បានកម្មសិទ្ធិដីធ្លីរហូតដល់ការពង្រីកសហគមន៍កសិកម្មទំនើបការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងការកែលម្អសោភ័ណភាពទីក្រុងដើម្បីទាក់ទាញភ្ញៀវទេសចរនិងអ្នកវិនិយោគខេត្តកំពង់ធំមានទីតាំងស្ថិតនៅចំកណ្ដាលប្រទេសកម្ពុជាជាខេត្តដែលមានផ្ទៃដីធំជាងគេទី2និងមានប្រជាជនប្រមាណ90,000នាក់ខេត្តនេះមានមូលដ្ឋានសេដ្ឋកិច្ចចម្បងផ្អែកលើវិស័យកសិកម្មនិងទេសចរហើយអាចទទួលអត្ថប្រយោជន៍ពីការលើកកម្ពស់សុវត្ថិភាពម្ហូបអាហារតាមដងផ្លូវព្រោះជាតំបន់ឈប់សម្ចតដ៏ពេញនិយមសម្រាប់អ្នកធ្វើដំណើររវាងទីក្រុងភ្នំពេញនិងខេត្តសៀមរាបសូមបញ្ជាក់ផងដែរថាគិតត្រឹមថ្ងៃទី21 ខែឧសភាឆ្នាំ2025ថ្នាល Digital ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានទទួលពាក្យស្នើសុំចំនួន 7770 ដោយខេត្តកំពង់ធំឈរនៅចំណាត់ថ្នាក់ទី8